ទស្សនៈរបស់លោក Zelensky ចំពោះការផ្ដល់ជំនួយដ្រូនទៅឲ្យអ៊ីស្រាអែលនិងតំបន់អារ៉ាប់ទប់ស្កាត់ដ្រូនអ៊ីរ៉ង់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថាលោកត្រៀមខ្លួនសម្រាប់ការសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលលើកឡើងថាភាគីទាំងពីរមានអ្វីដែលត្រូវការពីគ្នាលោក Volodymyr Zelensky បានបញ្ជាក់ថាលោកត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប៉ុន្តែមិនបានបញ្ជាក់ថាមានការជជែកពិភាក្សាជាក់លាក់ណាមួយបានកើតឡើងរួចហើយនោះទេលោកបាននិយាយថាភាគីអ៊ីស្រាអែលបានតាក់ទងមកអំពីការសន្ទនាដែលអាចកើតមានហើយលោកបានត្រៀមខ្លួនសម្រាប់ការជជែកពិភាក្សានោះលោក Zelensky បានសង្កត់ធ្ងន់ថាការសន្ទនានេះនឹងមានលក្ខណៈផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលោកបាននិយាយថាគាត់មានអ្វីដែលខ្ញុំត្រូវការហើយខ្ញុំមានអ្វីដែលគាត់ត្រូវការដែលបង្ហាញពីសក្តានុពលនៃការសហការនៅក្នុងវិស័យសន្តិសុខជាពិសេសការការពារដែនអាកាសនិងការប្រឆាំងយន្តហោះគ្មានមនុស្សមកលោក Zelensky បានលើកឡើងថារុស្ស៊ីមានតួនាទីសំខាន់ក្នុងការជួយអ៊ីរ៉ង់សម្រាប់ការកែលម្អយន្តហោះគ្មានមនុស្សមកប្រភេទ Shahid បន្ទាប់ពីសភាវុធប្រភេទនេះត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងសង្គ្រាមនៅអ៊ុយក្រែនក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Jerusalem Post លោកបានសង្កត់ធ្ងន់ថាអ៊ុយក្រែនបានក្លាយជាទីកន្លែងសាកល្បងជាក់ស្ដែងសម្រាប់សង្គ្រាមបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សមករបស់អ៊ីរ៉ង់ដែលបានផ្ដល់ទៅឲ្យរុស្ស៊ីវិប្រហាអ៊ុយក្រែនលោក Zelensky បានប្រមានថាបទពិសោធន៍ដែលអ៊ុយក្រែនបានជួបប្រទះជាពិសេសការវិប្រហាដែលដ្រូន Shahid លើគោលដៅស៊ីវិលក្នុងរយៈពេលជាច្រើនឆ្នាំឥឡូវនេះកំពុងត្រូវបានបំលែងទៅជាការគំរាមកំហែងលើគ្នាសម្រាប់ប្រទេសផ្សេងៗរួមមានអ៊ីស្រាអែលប្រទេសនៅតំបន់ឈូងសមុទ្រពាក់និងកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាលោកបាននិយាយថាយើងមានបទពិសោធន៍ដ៏អាក្រក់ជាមួយយន្តហោះគ្មានមនុស្សបាក់ទាំងនេះដែលសំដៅទៅលើការវិប្រហារដែលបន្តអស់រយៈពេលយូរលើអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ថាអ៊ុយក្រែនកំពុងប្រឈមមុខនឹងការវិប្រហារដោយយន្តហោះគ្មានមនុស្សបាក់ប្រភេទ Shahid ក្នុងកម្រិតខ្ពស់បំផុតដែលមានចំនួនប្រហែល350ទៅ500គ្រឿងនៅក្នុងមួយថ្ងៃមិនថាយប់ឬថ្ងៃគឺរុស្ស៊ីមានប្រហារខ្លាំងណាស់លោកប្រធានាធិបតីអ៊ុយក្រែនអះអាងថាអ៊ុយក្រែនបានក្លាយជាទីលានសាកល្បងសម្រាប់បច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបាល់របស់អ៊ីរ៉ង់ដែលបន្ទាប់មកត្រូវបានកែលម្អតាមរយៈការប្រើប្រាស់ជាក់ស្ដែងក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនលោកបញ្ជាក់ថាมันអាចប្រៀបធៀបបានទេរវាង Shahid ចំនួនដំបូងនិងចំនួនបច្ចុប្បន្នលោកថា drone Shahid នៅពេលនេះកាន់តែមានអានុភាពលោក Volodymyr Zelensky បានលើកឡើងថាការគំរាមកំហែងដែលមជ្ឈមបូព៌ាកំពុងប្រឈមមុខសពថ្ងៃមិនមែនកើតឡើងភ្លាមៗទេប៉ុន្តែជាលទ្ធផលនៃការវិប្រហារជាបន្តបន្ទាប់នៅអ៊ុយក្រែនដែលបានជួបប្រទះមុនគេស៊ូទ្រាំមុនគេនិងខាតបង់មុនគេតាមរយៈការបាត់បង់អាយុជីវិតជនស៊ីវិលបន្ថែមពីនេះលោកបានពន្យល់ថាភាពជាដៃគូយោធារវាងរុស្ស៊ីនិងអ៊ីរ៉ង់បានវិវត្តពីការផ្គត់ផ្គង់យន្តហោះ drone Shahid ទៅជាការសហការកែលម្អបច្ចេកវិទ្យាខណៈដែលអ៊ុយក្រែនបានព្យាយាមតាំងពីដំបូងដើម្បីទប់ស្កាត់ការផ្គត់ផ្គង់នេះដែលប្រមានអ៊ីរ៉ង់ថាអាវុធទាំងនេះនឹងត្រូវប្រើប្រាស់ប្រឆាំងជនស៊ីវិលដែលនឹងធ្វើឲ្យពួកគេក្លាយជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក៏អ៊ីរ៉ង់នៅតែបញ្ជូនទៅឲ្យរុស្ស៊ីដែរទោះជាយ៉ាងណាលោកបានអះអាងថាមន្ត្រីអ៊ីរ៉ង់បានបដិសេធដោយលើកឡើងថាមានដ្រូនតែប្រហែល1200ទៅ1300គ្រឿងប៉ុណ្ណោះដែលបានបញ្ជូនទៅឲ្យរុស្ស៊ីប៉ុន្តែលោក Zelensky សង្កត់ធ្ងន់ថាព័ត៌មាននោះមិនត្រឹមត្រូវនោះឡើយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ថាការសហការយោធារវាងរុស្ស៊ីនិងអ៊ីរ៉ង់បានរីកចម្រើនយ៉ាងឆាប់រហ័សពីដំណាក់កាលដំបូងទៅកាន់កម្រិតធំជាងមុនដែលមិនត្រឹមតែមានការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបាក់ Shahid ប៉ុណ្ណោះទេប៉ុន្តែរួមមានការផ្ទេរបច្ចេកវិទ្យានិងសមត្ថភាពផលិតផងដែរលោក Zelensky បានចាប់ប្រកាន់ថាអ៊ីរ៉ង់បានផ្ដល់អាជ្ញាប័ណ្ណផលិតនិងជួយរុស្ស៊ីសាងសង់រោងចក្រយ៉ាងហោចណាស់ពីរខណៈដែលនៅដំណាក់កាលដំបូងអ្នកជំនាញអ៊ីរ៉ង់បានចូលរួមបណ្ដុះបណ្ដាលកងកម្លាំងរុស្ស៊ីក្នុងការប្រើប្រាស់ប្រព័ន្ធយន្តហោះគ្មានមនុស្សបាក់ទាំងនេះលោកបានពន្យល់ថាការអភិវឌ្ឍនេះមានសារៈសំខាន់ព្រោះសង្គ្រាមបានចូលដល់ដំណាក់កាលថ្មីដែលរុស្ស៊ីកំពុងកាត់បន្ថយការផលិតមីស៊ីលនិងផ្លាស់ប្ដូរទិសទៅរកការផលិតយន្តហោះគ្មានមនុស្សបាក់ជាច្រើនប្រភេទជាពិសេសម៉ូដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ទ្រង់ទ្រាយធំលោក Zelensky បានបញ្ជាក់ថានៅនៃការនេះនឹងបន្តទៅមុខដែលរុស្ស៊ីនឹងពឹងផ្អែកលើយន្តហោះគ្មានមនុស្សបាក់ដែលថោកជាងមុនប៉ុន្តែមានចំនួនរាប់រយពាន់គ្រឿងលើពីនេះលោក Zelensky បានអះអាងថាមានការផ្លាស់ប្ដូរបច្ចេកវិទ្យាទៅវិញទៅមកដែលរុស្ស៊ីក៏បានជួយអ៊ីរ៉ង់កែលម្អយន្តហោះ Shahid ផងដែរ
ដែលយងទៅលើភ័ស្តុតាងដែលបានរកឃើញពីយន្តហោះគ្មានមនុស្សបើកដែលត្រូវបានបំផ្លាញនៅក្នុងប្រទេសមួយនៅតំបន់មជ្ឈមបូព៌ាដែលបង្ហាញពីសមាសធាតុឬលក្ខណៈបច្ចេកទេសដែលមិនមែនជាផលិតផលដើមរបស់អ៊ីរ៉ង់ទៀតនោះគឺវាជាបច្ចេកវិទ្យាបញ្ចូលគ្នាលោកបានសន្និដ្ឋានថាការសហការនេះមានលក្ខណៈទ្វេភាគីដែលអ៊ីរ៉ង់បានជួយរុស្ស៊ីនៅដំណាក់កាលដំបូងនៃសង្គ្រាមនៅអ៊ុយក្រែនខណៈដែលបច្ចុប្បន្នរុស្ស៊ីក៏កំពុងជួយអ៊ីរ៉ង់វិញក្នុងការកែលម្អសមត្ថភាពយោធាអ្វីដែលសំខាន់នៅក្នុងបទសម្ភាសន៍នេះគឺនៅពេលដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ពិពណ៌នាអំពីរបៀបដែលយន្តហោះគ្មានមនុស្ស Mark Shahid ត្រូវបានកែលម្អតាមរយៈការវាយប្រហារយ៉ាងពិតប្រាកដលើអ៊ុយក្រែនលោកបានអះអាងថាកំណែថ្មីនីមួយៗនៃយន្តហោះទាំងនេះបានកើតឡើងបន្ទាប់ពីការប្រើប្រាស់ជាបន្តបន្ទាប់ក្នុងការវាយប្រហារលើគោលដៅជាក់ស្ដែងដែលភាគច្រើនគឺជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមិនមែនគោលដៅសមរភូមិនោះទេលោកបានបញ្ជាក់ទៀតថារាល់ការកែលម្អបច្ចេកវិទ្យាគឺភ្ជាប់ជាមួយបទពិសោធន៍ដែលបានទទួលពីការវាយប្រហារលើប្រជាជននិងដែនដីអ៊ុយក្រែនដែលបង្ហាញថាវាជាប្រភេទការសាកល្បងក្នុងស្ថានភាពពិតលោកបានពិពណ៌នាថា Drone Shahid មិនត្រឹមតែជាអាវុធសម្រាប់សមរភូមិទេប៉ុន្តែជាអាវុធសម្រាប់បង្កការភ័យខ្លាចបង្កភាពវឹកវរនិងធ្វើឲ្យសង្គមចុះខ្សោយតាមការអះអាងរបស់លោក Zelensky ប្រហែល 99% នៃការប្រើប្រាស់យន្តហោះទាំងនេះគឺផ្ដោតលើគោលដៅស៊ីវិលដូចជាទីក្រុងប្រព័ន្ធថាមពលអគ្គិសនីទឹកនិងសេវាសាធារណៈសំខាន់ៗដែលមានគោលបំណងបំផ្លាញជីវិតប្រចាំថ្ងៃនិងសមត្ថភាពដំណើរការរបស់ប្រទេសលោក Zelensky បានប្រមានថាវិធីសាស្ត្រនេះអាចក្លាយជាគំរូសម្រាប់ការវាយប្រហារនៅតំបន់ផ្សេងៗពលគឺការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងទ្រង់ទ្រាយធំដើម្បីបង្កអស្ថិរភាពនិងសម្ពាធលើសង្គមរបស់មនុស្សប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រមានថាស្ថានភាពខាងមុខនៅមជ្ឈមបូព៌ានឹងមានភាពតានតឹងខ្លាំងលោកបញ្ជាក់ថាការវាយប្រហារអាចផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗដូចជាអគ្គិសនីនិងទឹកដើម្បីបង្កើតសម្ពាធលើប្រជាជនក្នុងបរិបទនេះអ៊ុយក្រែនកំពុងព្យាយាមចែករំលែកបទពិសោធន៍របស់ខ្លួនដែលបានបញ្ជូនក្រុមអ្នកជំនាញយោធាចំនួន3ក្រុមទៅជួយប្រទេសផ្សេងៗវិតម្លៃនិងពង្រឹងប្រព័ន្ធការពារដែនអាកាសតាមលោក Zelensky ទូនីតិនេះគឺសុទ្ធសាធជាផ្នែកការពារមិនមែនជាការវាយប្រហារនោះទេពាក់ព័ន្ធនឹងការគំរាមកំហែងពីអ៊ីរ៉ង់លោកបានបដិសេធថាវាមិនមែនជារឿងថ្មីឡើយព្រោះអ៊ុយក្រែនបានរស់នៅក្រោមសម្ពាធនិងការគំរាមកំហែងបែបនេះអស់រយៈពេលជាង4ឆ្នាំហើយប្រជាជនអ៊ុយក្រែនមិនមានការភ័យខ្លាចចំពោះសារទាំងនេះទេជាមួយគ្នានេះលោកក៏បានបញ្ជាក់ពីភាពខុសគ្នារវាងរដ្ឋាភិបាលអ៊ីរ៉ង់និងប្រជាជនស៊ីវិលដែលលើកឡើងថាមនុស្សធម្មតាជាច្រើននៅអ៊ីរ៉ង់ចង់រស់នៅក្នុងសន្តិភាពនិងសេរីភាពលោក Zelensky ក៏បានភ្ជាប់ការកើនឡើងនៃការគំរាមកំហែងដោយយន្តហោះពីមរុកមកទៅនឹងអ្វីដែលលោកមើលឃើញថាជាការបរាជ័យរបស់សហគមន៍អន្តរជាតិក្នុងការបង្កើតសម្ពាធគ្រប់គ្រាន់លើប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពិពណ៌នាស្ថានភាពអន្តរជាតិជាស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងលោកនិយាយថាវាជារឿងគួរឲ្យអាណិតណាស់ព្រោះលោកមិនឃើញអំណាចណាមួយនៅក្នុងពិភពលោកអាចបញ្ឈប់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានយ៉ាងមានប្រសិទ្ធភាពនោះទេលោកបានអះអាងថាទណ្ឌកម្មអន្តរជាតិមិនគ្រប់គ្រាន់ជាពិសេសការដែលនៅតែអនុញ្ញាតឲ្យរុស្ស៊ីរកប្រាក់ចំណេញពីការលក់ប្រេងនិងអូស្មန်រយៈពេល30ថ្ងៃជាឱកាសផ្ដល់ធនធានសម្រាប់បន្តសង្គ្រាមនិងអភិវឌ្ឍសមត្ថភាពយោធារួមទាំងការផ្គត់ផ្គង់បច្ចេកវិទ្យានិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅឯអ៊ីរ៉ង់លោកបានប្រមានថាការបន្ធូរបន្ថយទណ្ឌកម្មនឹងធ្វើឲ្យឧស្សាហកម្មអាវុធរុស្ស៊ីកាន់តែរឹងមាំហើយប្រាក់ចំណូលពីថាមពលនឹងត្រូវបំលែងទៅជាការវិនិយោគយោធាបន្ថែមជាមួយគ្នានេះលោកក៏បានផ្ញើសារដល់ប្រជាជនអ៊ីស្រាអែលដែលបង្ហាញការយល់ចិត្តចំពោះបទពិសោធន៍រស់នៅក្រោមការវាយប្រហារនិងសង្ឃឹមថានឹងមានការខាត់បងតិចបំផុតជាពិសេសចំពោះជីវិតកុមារដែលលោកពិពណ៌នាថាជាអនាគតនៃសង្គមរបស់មនុស្សលោក Zelensky បានសង្កត់ធ្ងន់ថាបទពិសោធន៍សង្គ្រាមរបស់រុស្ស៊ីកំពុងត្រូវបានបំលែងទៅជាចំណេះដឹងនិងបច្ចេកវិទ្យាដែលអាចនាំចេញទៅតំបន់ផ្សេងៗដូចជាអាហ្វ្រិកមជ្ឈមបូព៌ានិងអឺរ៉ុបដែលនាំឲ្យមានការប្រមានថាសង្គ្រាមយន្តហោះគ្មានមនុស្សបើកដែលបានចាប់ផ្ដើមនៅអ៊ុយក្រែនអាចរីករាលដាលកាន់តែទូលំទូលាយដែលវាមានតម្លៃថោកតែមានប្រសិទ្ធភាពខ្ពស់និងកាន់តែពិបាកក្នុងការទប់ស្កាត់យ៉ាងណាប្រទេសអ៊ីរ៉ង់បានប្រមានអ៊ុយក្រែនខ្លាំងៗថាអ៊ុយក្រែនជាគោលដៅនៃអ៊ីរ៉ង់ត្រូវវាយប្រហារដោយស្របច្បាប់ក្រោយពីអ៊ុយក្រែនបានផ្ដល់ជំនួយដ្រូនវាយប្រហារទៅកាន់បណ្ដាប្រទេសនៅអារ៉ាប់និងអ៊ីស្រាអែលដើម្បីទប់ទល់នឹងមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់បច្ចុប្បន្ននេះ
ដ្រូនអ៊ុយក្រែនបានក្លាយជាអាវុធប្រកបដោយបច្ចេកវិទ្យាទំនើបដែលអាចវាយប្រហារទប់ស្កាត់នឹងមីស៊ីលរបស់រុស្ស៊ីធ្វើឲ្យអ៊ុយក្រែនមានសមត្ថភាពវាយប្រហារចូលជ្រៅដល់ទឹកដីរុស្ស៊ីទៀតផងអ៊ុយក្រែនក៏បានបញ្ជូនអ្នកជំនាញការដ្រូនទៅកាន់បណ្ដាប្រទេសដែលអ៊ុយក្រែនបានផ្ដល់ជំនួយហើយទីផ្សារដ្រូនរបស់អ៊ុយក្រែនកំពុងត្រូវបានរីកលូតលាស់យ៉ាងខ្លាំងនៅតំបន់អារ៉ាប់និងអឺរ៉ុបផងដែរ